ក្មេងស្រីតូចឆ្លៀតពេលថាកែស្រីដេកលក់លួចចូលទៅក្នុងតូបចាប់ហួយលួចបានស្រាសូជូពីរដបតែត្រូវគេចាប់បានភ្លាមនាងងាកទៅមើលម៉ែដែលជាអ្នកបង្ខំឲ្យនាងមកលួចយប់នោះដោយសារលួចមិនណាពេលម៉ែវីខ្ញុំប៉ាជួយខាត់គាត់ផងបានទេគ្រប់យ៉ាងស្ថិតក្នុងក្រសែភ្នែកនាងតាមពិតប៉ាមានស្រីថ្មីដែលជាអ្នកមានតែម៉ែមិនព្រមលែងលះទើបប៉ាសម្រេចចិត្តកម្ចាត់ម៉ែចោលប៉ាប្រមាននាងថាបើកូនធ្វើខ្លួនឲ្យល្អនឹងបានទៅនៅផ្ទះអ្នកមានជាមួយប៉ាមិនចឹងទេស្អែកឡើងម៉ែត្រូវបានគេប្រកាសថាស្លាប់ដោយសារស្រវឹងជួបគ្រោះថ្នាក់ប៉ាសម្ដែងធ្វើជាយំសោកតែក្មេងស្រីនេះដឹងច្បាស់ណាស់ថានាងមិនទាន់រួចផុតពីនរកនៅឡើយទេពេលទៅដល់ផ្ទះម៉ែចុងនាងបានលួចស្ដាប់ព្រឺម៉ែចុងនិយាយគ្នាជាមួយប៉ាថាប្តីមុនរបស់គាត់ទើបតែស្លាប់ទ្រព្យសម្បត្តិនៅឈ្មោះឪពុកក្មេកទាំងអស់ឥឡូវគាត់កំពុងខ្វះលុយប៉ាខូខើដល់ថ្នាក់គិតចង់ឲ្យកូនស្រីខ្លួនឯងទៅថតរឿងអាភិររកលុយម៉ែចុងក៏យល់ស្របដែរគេគិតថាពេលនាងអស់តម្លៃនឹងយកនាងទៅបោះចោលនៅមណ្ឌលកុមារកំព្រាតែប៉ាបានព្រមានម៉ែចុងថាកុំមើលងាយយ៉ាហ្វេនឲ្យសោះព្រោះក្មេងនេះហាយ៉ាសេនដឹងថាពេលវេលាខ្លួនសមិនច្រើនទេក្តីសង្ឃឹមតែមួយគត់គឺជុនសូដែលជាកូនប្រុសរបស់ម៉ែចុងពេលគេឈឺយ៉ាសេនមើលថែគេយ៉ាងល្អពេលនោះហើយដែលនាងចាប់អារម្មណ៍ថាមុខរបស់ជុនសូមិនដូចឪពុកគេដែលស្លាប់ទេតែបែរជាដូចតៃកុងឡានទៅវិញហើយអ្វីដែលគួរឲ្យសង្ស័យតៃកុងឡានក៏រើទៅបរទេសបាត់ឬមួយម៉ែចុងនឹងតៃកុងឡានលួចមានសាហាយស្មន់ហើយសម្រាប់ប្តីខ្លួនឯងបំបិទមាត់ដើម្បីបញ្ជាក់ការសង្ស័យថ្ងៃបន្ទាប់ពេលយកបាយទៅឲ្យម៉ែចុងយ៉ាហ្វេនក៏សួរថាអ្នកម៉ាក់គ្រាន់តែសួរប៉ុណ្ណឹងម៉ែចុងភ័យស្លន់ស្លោភ្លាមយ៉ាហ្វេនដឹងចម្លើយច្បាស់ហើយនាងទីត្រូវមែនឪពុកបង្កើតរបស់ជុនសូគឺជាតៃកុងឡានម្នាក់នោះបើលោកតាលោកយាយដឹងរឿងនេះឯងហ៊ានគំរាមយើងគឺថាកុំគិតចង់ធ្វើបាបខ្ញុំអីល្អជាងទិញខោអាវស្អាតឲ្យខ្ញុំផងយ៉ាហ្វេនប្រើចំណុចខ្សោយនេះគំរាមម៉ែចុងឲ្យលុបចោលគម្រោងបញ្ជូននាងទៅមណ្ឌលកុមារកំព្រាហើយឆ្លៀតឲ្យគាត់ទិញខោអាវថ្មីឲ្យទៀតផងតែនាងដឹងថាប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេប៉ាអាចនឹងលក់នាងគ្រប់ពេលដើម្បីធានាសុវត្ថិភាពខ្លួនឯងនាងត្រូវតែទាញជុនសូមកខាងនាងសិនទើបនាងចាប់ផ្ដើមញុះញង់គេឲ្យស្អប់ម្ដាយរបស់គេសម្ដីទាំងនេះត្រូវម៉ែចុងលួចស្ដាប់ពឺទាំងអស់នឹកមិនដល់ថាក្មេងស្រីម្នាក់នេះពីស្ពល់ដល់ថ្នាក់នេះសោះគាត់ទេទៅប៉ានាងភ្លាមឲ្យមកយកកូនស្រីទៅមណ្ឌលកុមារកំព្រាជាបន្ទាន់បើមិនចឹងទេកុំសង្ឃឹមថានឹងបានរៀបការជាមួយគាត់ពេលនោះប៉ាបានតាក់ទងមួយដើម្បីលួចកូនស្រីខ្លួនឯងហើយពេលយ៉ាហ្វេនចេញពីបន្ទប់ជុនសូម៉ែចុងខឹងខ្លាំងណាស់តែយ៉ាហ្វេននៅតែចាក់ប្រេងចូលភ្លើងមិនត្រឹមតែយកការសម្ងាត់មកគំរាមទេថែមទាំងនិយាយចាក់ដោតធ្វើឲ្យម៉ែចុងផ្ទុះកំហឹងយ៉ាហ្វេនក៏រុញផាំងផ្កាឲ្យបែកសំឡេងនោះធ្វើឲ្យជុនសូរត់មកមើលពេលមកដល់បន្ទប់ទឹកគេឃើញម្ដាយខ្លួនឯងកំពុងតែប្រែជាបិសាចចាប់ច្រានក្បាលយ៉ាហ្វេនចូលក្នុងអាងទឹកឃើញម្ដាយខ្លួនឯងខូខើបែបនេះជុនសូឈោគៀងយ៉ាសេនដឹងថាឱកាសមកដល់ហើយនាងក៏អូសដៃជុនសូរត់ចេញពីបន្ទប់ទឹកយ៉ាហ្វេនរត់ឡើងទៅជាន់ទី2បើកបង្អួចស្រាប់តែឃើញឡានប៉ានិងពួកឈ្មួញមកដល់ដើម្បីចាប់នាងលក់នាងងាកក្រោយឃើញម៉ែចុងកំពុងតាមមកសម្លាប់ពេលនេះយ៉ាហ្វេនគ្មានជំរឿទេខ្ញុំមិនស្លាប់នេះទេសំណាងខ្ញុំល្អណាស់ផឹបដោយការគិតរបស់នាងមិនស្លាប់ទេទង្វើដ៏ឆ្កួតលីលានេះធ្វើឲ្យពួកឈ្មួញដែលប៉ាហៅមកនោះខ្លាចរត់បាត់អស់ក្មេងស្រីហ៊ានដល់ថ្នាក់នេះនរណាហ៊ានទិញអ្វីដែលសំខាន់បំផុតជុនសូមានវិបដិសារីយ៉ាងខ្លាំងគេគិតថាគឺម៉ាក់គេជាអ្នករុញយ៉ាសេនឲ្យធ្លាក់នរកចាប់ពីពេលនោះមកជុនសូមានចិត្តចង់ការពារនាងស្បត់ថានឹងមើលថែនាងមួយជីវិតពេលនេះយ៉ាសេនដែលរួចផុតពីសេចក្តីស្លាប់នឹកឃើញដល់យប់ដែលម៉ែស្លាប់ពេលនោះក្រោយប៉ាចេញទៅយ៉ាសេនដែលចូលទៅរកម៉ែចំពេលរន្ទះបាញ់នាងឃើញថាម៉ែមិនទាន់ស្លាប់ទេម៉ែដែលធ្លាប់តែកាច់ឆ្នះបែរជាអង្វរឲ្យកូនស្រីជួបបែកយ៉ាសេនសួស្តីស្វាគមន៍មកកាន់ Channel សម្រាប់រឿង Dare ភាគទី1ឥឡូវយើងត្រឡប់ទៅមើលការយ៉ាហ្វេននៅរៀនវិទ្យាល័យតើនាងកំចាត់គូប្រជែងដោយរបៀបណាដើម្បីសម្រេចក្តីស្រមៃរបស់នាងថ្ងៃមួយជាថ្ងៃខួបកំណើតគ្រូបន្ទប់ថ្នាក់សិស្សទាំងអស់កំពុងអបអរមានតែយ៉ាហ្វេនទេដែលអង្គុយស្ងៀមចាំមើលរឿងល្អមើលស្រាប់តែប្តីរបស់គ្រូបន្ទប់ថ្នាក់ស្ទុះចូលមកផ្ទះកំភ្លៀងគ្រូមួយដាច់
រឿងនេះល្បីពេញអ៊ីនធឺណិតគ្រូក៏ត្រូវសាលាបណ្តេញចេញពេលគាត់ដើរចេញពីសាលាស្រីម្នាក់ឈ្មោះស៊ីមសុងថាធ្លាប់ឃើញយ៉ាហ្វេងស្និទ្ធស្នាលជាមួយគ្រូសិល្បៈខុសពីធម្មតានាងក៏ទៅសួរយ៉ាហ្វេងពីរឿងទំនាក់ទំនងជាមួយគ្រូសិល្បៈក្នុងរឿងកុនមនុស្សដូចឯងងាប់មុនគេដឹងអត់យ៉ាងហោចណាស់ក៏មិនងាប់ដោយសាររឿងបែបនេះដែរសុងហ៊ីវាហើយភ្ញាក់ព្រឺតនេះជាលើកទី1ហើយដែលឃើញយ៉ាហ្វេនបញ្ចេញចរិតពិតស្លូតសោះមិនក៏ប្រែជាគួរឲ្យខ្លាចចម្លេះសុងហ៊ីមិនយល់ទេថាហេតុអ្វីយ៉ាហ្វេនថាខ្លួនល្ងងទៅវិញព្រោះគេជាប់មហាវិទ្យាល័យហើយចង់ទុកឱកាសឲ្យសិស្សផ្សេងធ្វើឲ្យសុងហ៊ីច្រណែនផ្ទុះពេញទ្រូងប្រុសក្នុងសុបិននាងហាក់ដូចជាមានចិត្តលើយ៉ាហ្វេនល្បិចមួយស្អែកឡើងនាងផ្សាយចាំអារាមថាយ៉ាហ្វេនជាក្មេងកំព្រាជួលផ្ទះនៅហើយសម្បូរប្រុសចេញចូលនាងប្រើអំណាចគ្រួសារសង្កត់សាលាថាយ៉ាហ្វេនសាវាមិនសមឲ្យចូលប្រកួតទេសាលាខ្លាចអំណាចក៏ដកឈ្មោះយ៉ាហ្វេនចេញការប្រកួតនេះសំខាន់ណាស់សម្រាប់យ៉ាហ្សេនដើម្បីចូលរៀនច្បាប់ពេលត្រឡប់មកថ្នាក់វិញយ៉ាហ្សេននឹកឃើញដល់ឧបសគ្គដំបូងរបស់នាងគឺម្ដាយបង្កើតខ្លួនឯងតាមពិតប្រុសស្អាតនោះគឺជាជុនសូបងប្រុសដែលធំឡើងជាមួយគ្នារបស់យ៉ាហ្វេនកាលនោះពេលឃើញសម្បត្តិយ៉ាហ្សេនបានសរសេរយឺសុងហ៊ីនៅលើនោះសុងហ៊ីឃើញហើយខឹងញ័រខ្លួនពេលនេះយ៉ាហ្វេនកំពុងនៅក្នុងបន្ទប់ទឹកណាត់ជួបកូនចៅរឿងចង់ការប្រាក់យ៉ាហ្សេនធ្វើការបណ្ដារៀនបណ្ដាហើយយកលុយនោះទៅរកស៊ីចង់ការដើម្បីចិញ្ចឹមជីវិតថ្ងៃមុនយ៉ាហ្វេនឃើញសិស្សប្រុសម្នាក់លួចកាសរបស់ប្រធានថ្នាក់នាងក៏ប្រហែលធ្វើឲ្យបែកការក៏យ៉ាហ្វេនមិនស្ដីបន្ទោសដែរបែរជាធ្វើល្អដាក់វាទៅវិញអាអូនតូចរលាយចិត្តអស់ហើយមនុស្សស្រីស្អាតហើយយល់ចិត្តបែបនេះអ្នកណាមិនលងនោះ